Bà có đục cho miệng xua bộ máy bông phôn thằng ngọc này bà và ngày nayខ្ញុំមានប្រធានបទថ្មីមួយដើម្បីលើកយកមកចែកម្លែកទៅកាន់ពុកម៉ែបងប្អូនដែលប្រធានបទនោះគឺបានលើកឡើងថាលុយយើងចាយក៏បានយើងសន្សំទុកផងក៏បានក៏ប៉ុន្តែពេលវេលាយើងបានត្រឹមតែចាយទេយើងមិនអាចសន្សំទុកបានទេអញ្ចឹងគួរចាយពេលវេលារបស់យើងនេះប្រកបទៅដោយប្រសិទ្ធភាពនៅក្នុងប្រយោគនេះគឺចង់បង្ហាញថាពេលវេលាវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបសម្រាប់យើងម្នាក់តាំងពីយើងពីតូចក្រូចឆ្មាតាំងពីយើងកើតមកនៅពេលដែលយើងចាប់ផ្ដើមដឹងក្តីកាលណាពេលវេលាវាចាប់ផ្ដើមមានសារៈសំខាន់សម្រាប់យើងពេលហ្នឹងអញ្ចឹងការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាពតើតែយើងចេះសន្សំនឹងចៃតើតែយើងមើលអំពីគោលដៅគោលបំណងរបស់យើងទៅថ្ងៃខាងមុខឧទាហរណ៍ដូចសម្រាប់នៅក្នុងការសិក្សាពេលវេលាពិតជាមានសារៈសំខាន់អត់អាចរងចាំយើងបានទេអញ្ចឹងពេលវេលានៃការសិក្សារបស់យើងគឺមានតិចតួចមែនទែនសម្រាប់ការសិក្សានៅក្នុងសាលាមានចំណេះដឹងទូទៅក៏ដូចជាសាកលវិទ្យាល័យប៉ុន្តែនិយាយបែបនេះមិនមែនថាការរៀននេះត្រូវបានបញ្ចប់ត្រឹមហ្នឹងទេគឺរៀនមួយជីវិតអញ្ចឹងអាយុរបស់យើងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយពេលវេលាទោះបីយើងមានព្រឹកថ្ងៃល្ងាចយប់ព្រឹកថ្ងៃល្ងាចយប់វិលជុំក៏ពិតមែនតែបើតែយើងមាន7ថ្ងៃវិលជុំក៏ពិតមែនយើងមាន12ខែវិលជុំក៏ពិតមែនយើងមាន12ឆ្នាំដែលជាចាស់ឆ្នាំខ្មែរបើយើងវិលជុំក៏ពិតមែនប៉ុន្តែវាអត់អាចវិលជុំហ្នឹងវាអត់អាចវិលមកភាពដើមវិញបានទេគឺវាវិលទៅមុខរហូតអញ្ចឹងពេលវេលានេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់អញ្ចឹងសូមចាយពេលវេលានេះប្រកបទៅដោយប្រសិទ្ធភាពដោយមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ពេលវេលានេះឲ្យបានល្អឧទាហរណ៍ពេលវេលាដែលយើងជួបជុំគ្នាជាពិសេសគឺជួបជុំជាមួយនឹងគ្រួសាររបស់យើងអញ្ចឹងពេលវេលាដែលជួបជុំមួយគ្រួសាររបស់យើងនេះគឺពិតជាមានសារៈសំខាន់កូនត្រូវជួបជុំជាមួយលោកឪពុកអ្នកម្ដាយលោកឪពុកអ្នកម្ដាយត្រូវនៅជាមួយកូនដើម្បីធ្វើយ៉ាងណាឲ្យពេលវេលានៃការចំណាយពេលវេលានៅជាមួយគ្នារវាងគ្រួសារហ្នឹងគឺនៅយ៉ាងម៉េចដើម្បីឲ្យមានសុខសុភមង្គលនៅក្នុងគ្រួសារពេលវេលាសម្រាប់មិត្តភ័ក្តិពេលវេលាសម្រាប់សង្គមជាតិក៏ដូចគ្នាដែរអញ្ចឹងពេលវេលានេះគឺមានសារៈសំខាន់អញ្ចឹងដោយឡែកបើសិនជាថវិកាវិញលុយវិញយើងអាចរកបានហើយយើងអាចសន្សំទុកផងយើងអាចចាយផងគឺអត់បញ្ហាទេប៉ុន្តែអាពេលវេលានេះយើងអាចសន្សំទុកវាបានទេគឺមានត្រឹមតែចាយតែប៉ុណ្ណោះចាយអញ្ចឹងចូលចាយពេលវេលាប្រកបទៅដោយប្រសិទ្ធភាពបញ្ជាកុំឲ្យពេលវេលានឹងចាយទៅទាំងអត់ប្រយោជន៍យុវជននៅក្នុងវ័យសិក្សាគួរតែយកពេលវេលាជាធំនេះយកទៅវិនិយោគក្នុងវិស័យសិក្សាបំពេញការសិក្សានឹងឲ្យបានល្អបំផុតដើម្បីជាទុនសម្រាប់ខ្លួនឯងនៅពេលដែលខ្លួនឯងចូលនៅក្នុងវិថីនៃការងារអ្នកធ្វើការក៏ដូចគ្នាពេលវេលានៃការធ្វើការនេះគឺពិតជាមានសារៈសំខាន់ណាស់ចង់បានឡើងឋានៈតួនាទីបៀវត្សអីផ្សេងតើតែយើងនឹងធ្វើកិច្ចការងាររក្សាពេលវេលានិងការបំពេញការងាររបស់យើងនេះឲ្យមានប្រសិទ្ធភាពមួយថ្ងៃធ្វើការ8ម៉ោងអញ្ចឹងតើ8ម៉ោងដែលយើងកំពុងបំពេញការងារនេះតើយើងធ្វើអ្វីខ្លះបានអញ្ចឹងចូលធ្វើការងារប្រកបទៅដោយប្រសិទ្ធភាពមិនថាការងារបម្រើឲ្យវិស័យក្រុមហ៊ុនឯកជនឬក៏រដ្ឋឬក៏ធ្វើកិច្ចការងារដោយខ្លួនឯងគឺធ្វើឲ្យយកចិត្តទុកដាក់ជាទីបំផុតដើម្បីយើងសម្រេចនៅសមិទ្ធផលនិងលទ្ធផលគួរជាទីគាប់ចិត្តរបស់យើងដើម្បីកុំឲ្យអាពេលវេលាដែលវារំកិលទៅមុខហ្នឹងវាចាយពេលវេលាទៅឥតប្រយោជន៍ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងបើមានការលើសលួសខ្វះខាតដោយបច្ច័យណាមួយសូមមេត្តាខន្តីអភ័យទោសសូមអរគុណសូមជម្រាបលា